អ្នករីម្នាក់នេះឈ្មោះថារ៉ាផាន់សលនាងមានសក់វែងខ្លាំងណាស់ហើយសក់នោះមានមហិទ្ធិឫទ្ធិឯព្យាបាលមករបួសព្រមទាំងអាចរក្សាសម្រស់របស់មនុស្សឲ្យនៅក្មេងជាអមតៈសួស្តីមកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿង Tangle មកធ្វើការសង្ខេបជូនទស្សនាទាំងអស់គ្នាតែមុនចាប់ផ្ដើមសាច់រឿងខ្ញុំសូមនិយាយបន្តិចសម្រាប់អ្នកថ្មីដែលមិនទាន់ follow ឬ subscribe សូមជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំមួយផងណាអរគុណកាលពីព្រេងនាយមានដំណក់ព្រះអាទិត្យបានធ្លាក់មកលើផែនដីបង្កើតបានតែយាតការព្រះអាទិត្យដែលមានមហិទ្ធិឫទ្ធិអាចព្យាបាលរបួសរួមទាំងអាចរក្សាសម្ផស្សរបស់មនុស្សឲ្យនៅក្មេងជាងវ័យជារៀងរហូតហើយដោយសារតែចង់បានសម្រាប់ឲ្យក្មេងរហូតយាយមេធ្មប់ម្នាក់ឈ្មោះ Gothel បានរក្សាអត្ថកម្បាំងរបស់ផ្កានេះហើយនឹងលាក់ផ្កានេះទុកប្រើប្រាស់តខ្លួនក្រោយមកមានស្ដេចមួយអង្គដែលអគ្គមហេសីរបស់ទ្រង់មានផ្ទៃពោះហើយបានធ្លាក់ខ្លួនឈឺជាល្ងន់ទ្រង់បានដឹងអំពីព័ត៌មានរបស់ផ្កាព្រះអាទិត្យហើយបន្ទាប់មកក៏បញ្ជាឲ្យក្រុមអាមាត្យស្វែងរកផ្កានោះដើម្បីយកមកព្យាបាលជំងឺរបស់អគ្គមហេសីទ្រង់ក្រុមអាមាត្យបានព្យាយាមស្វះស្វែងនៅក្នុងព្រៃក្រោយមកក៏ប្រទះឃើញផ្កានេះហើយយកមកផ្សំថ្នាំដើម្បីឲ្យព្រះអគ្គមហេសីសោយក្រោយជាពីជំងឺព្រះអគ្គមហេសីបានសម្រាលបានបុត្រីមួយព្រះអង្គដែលមានសក់ពណ៌លឿងដូចពន្លឺព្រះអាទិត្យហើយមានឈ្មោះថា Rapunzel ហើយដើម្បីអបអរគុណកំណើតរបស់ Rapunzel ព្រះរាជាបានរៀបចំកម្មវិធីបង្ហោះគោមលេងទូទាំងនគរចំណែកយាយធ្មប់ Gothel បានដឹងថាឥទ្ធិពលរបស់ផ្កាបានធ្លាក់ចូលទៅក្នុងសក់របស់ Rapunzel ដូច្នេះគាត់ក៏លួចចូលទៅក្នុងវាំងដើម្បីលួចកាត់សក់របស់ Rapunzel តែនៅពេលដែលគាត់កាត់សក់នោះបានអមហិទ្ធិឫទ្ធិដូច្នេះគាត់ក៏បង្ខំចិត្តចាប់ Rapunzel ដើម្បីយកទៅលាក់ទុកនៅក្នុងព្រៃនៅក្នុងហ្វមមួយយ៉ាងខ្ពស់ហើយគាត់បានចិញ្ចឹមបីបាច់ថែរក្សា Rapunzel បីដូចជាសត្វចិញ្ចឹមមួយក្បាលដើម្បីទាញយកមហិទ្ធិឫទ្ធិចេញពីសក់រក្សាសម្ផស្សរបស់គាត់18ឆ្នាំក្រោយមក Rapunzel បានធំដឹងក្តីហើយបានហៅយាយមេធ្មប់នោះថាម៉ែពេញមាត់ Rapunzel ចាប់អារម្មណ៍ទៅលើកម្មវិធីបង្ហោះចំគៀងគោមដែលគេធ្វើជារៀងរាល់ឆ្នាំនៅចំថ្ងៃកំណើតរបស់នាងហ្នឹងហើយតែសម័យនឹកចង់ទៅលេងកម្មវិធីនោះឲ្យបានម្ដងយើងសុំស្លេះវគ្គ Rapunzel មកផ្លែយើងត្រឡប់មើលតួឯកប្រុសរបស់យើងវិញគាត់ឈ្មោះថា Flynn គឺជាក្រុមចៅថ្ងៃនេះគឺគាត់ចូលមកក្នុងវាំងដើម្បីលួចរបស់មានតម្លៃគឺមកគាត់មួយនេះក្រោយពីលួចបាន Flynn បានក្បត់មិត្តភក្តិរបស់គាត់2នាក់ទៀតហើយរត់ទៅពួននៅក្នុងព្រៃចៃដន្យចំកន្លែងដែល Rapunzel រស់នៅគាត់បានតោងឡើងទៅលើកន្លែងប៉មរបស់ Rapunzel ហ្នឹងហើយ Rapunzel ដឹងខ្លួនមុនក៏វាយគាត់មកផ្ទះស្លាប់ក្រោយមកក៏យក Flynn ហើយនៅមកគាត់របស់គាត់យកទៅលាក់នៅក្នុងទូមួយហើយនាងចង់ប្រាប់ម្ដាយដែលជាយាយមេធ្មប់ហ្នឹងថានាងមានសមត្ថភាពចាប់បានចោលម្នាក់នាងឯងមើលថែខ្លួនបានហើយសុំទៅមើលគេប្រហោះគោមលេអញ្ចឹងណាតែនៅពេលដែលនាងសុំហើយនិយាយមិនតដល់វគ្គដែលនាងចាប់បានចោលផងយាយមេធ្មប់បានដាច់អាហារការថាមិនឲ្យទៅណាជាដាច់ខាតដល់ពេលចឹងទៅ Rapunzel អត់បានប្រាប់ថានាងចាប់បានចោលអីទេនាងបានប្រាប់ម៉ាក់នាងថានាងចង់គូគំនូប៉ុន្តែម៉ាក់នាងហ្នឹងដើរទៅសមុទ្រដើម្បីរើខ្យងយកមកធ្វើជាម្សៅដើម្បីឲ្យនាងគូគំនូហើយនាងដឹងថារយៈពេលដែលទៅសមុទ្រហើយត្រឡប់មកវិញហ្នឹងគឺវាពេល3ថ្ងៃគឺគ្រប់គ្រាន់ល្មមដើម្បីឲ្យនាងដូចចេញទៅមើលគេប្រហោះគោមលេងក្រោយពេលយាយមេធ្មប់ចេញទៅសមុទ្រដើម្បីរើខ្យងតែ Rapunzel បានដាក់លក្ខខណ្ឌជាមួយនៅ Flynn ថាបើសិនជា Flynn នាំនាងទៅមើលគេប្រហោះគោមហើយត្រឡប់មកវិញមុនពេលដែលយាយមេធ្មប់មកវិញនាងនឹងបកគលមកគាត់នឹងឲ្យទៅ Flynn វិញហើយ Flynn ក៏យល់ព្រមតាមនឹងទៅនេះជាលើកទី1ដែល Rapunzel ចាក់ចេញពីប៉មរបស់នាងហើយនាងមានអារម្មណ៍ថាភ័យផងអរផងមិនអីយ៉ាងម៉េចទេចំណែក Flynn វិញមានល្បិចបាននាំ Rapunzel ទៅជំរំរបស់ពួកជនអាក្រក់សង្ឃឹមថានៅពេលដែលទៅដល់នោះឃើញជនអាក្រក់ Rapunzel ខ្លាចនឹងសុំ Flynn នឹងជូនត្រឡប់មកផ្ទះវិញឲ្យបានលឿននឹងឆាប់បានមកកត់វិញអីចឹងណាតែពេលទៅដល់នោះមានណា Rapunzel អត់មានខ្លាចអេសោះមានតែរាប់អាពួកនឹងខ្លាចទៅជាមិត្តភក្តិរបស់ Rapunzel វិញជួនជាពេលហ្នឹងពលសេនារបស់ស្ដេចដែលកំពុងតែដេញចាប់ Flynn ដែលលួចមកកត់នោះបានមកដល់ហើយដេញចាប់ពួកគេមិត្តភក្តិថ្មីរបស់ Rapunzel បានជួយរំដោះពួកគេចេញពីកន្លែងនោះ Flynn និង Rapunzel បាននាំគ្នារត់រហូតដល់ល្អាងមួយហើយជាប់នៅក្នុងល្អាងនោះពេលនោះ Flynn ដូចជាមានអារម្មណ៍ថាចូលចិត្ត Rapunzel ហើយក៏ប្រាប់ថាឈ្មោះពិតរបស់គាត់គឺមិនមែន Flynn ទេគឺ Eugene ចំណែក Rapunzel ក៏បានប្រាប់ថាសក់របស់នាងហ្នឹងពេលដែលច្រៀងទៅគឺមានពន្លឺនាងក៏សាកច្រៀងឲ្យ Eugene មើលពេលនោះនាងក៏ច្រៀងហើយសក់ក៏ចេញពន្លឺហើយនាងក៏បានមើលឃើញផ្លូវចេញ Eugene ក៏បញ្ញាបញ្ញារើថ្មចេញហើយមិនប្រយ័ត្នក៏មុតដៃតែជារបួសស្រាលទេចំណែកយាយមេធ្មប់ដែលកំពុងតែដើរទៅសមុទ្រនោះចៃដន្យបានជួបជាមួយនៅសេះរបស់ស្ដេចនៅម្ដុំនោះគាត់មានការព្រួយបារម្ភថាគេមកចាប់ Rapunzel យកទៅវិញអញ្ចឹងគាត់ក៏ត្រឡប់ទៅវិញពេលទៅដល់ហ្វមវិញគាត់អត់បានឃើញ Rapunzel ទេតែអ្វីដែលគាត់រកឃើញគឺមកគាត់ដែល Rapunzel យកទៅលាក់ទុកនោះហើយគាត់ក៏បានដឹងថា Rapunzel ទៅជាមួយចៅម្នាក់ឈ្មោះ Flynn ហើយក្រោយមកទៀតគាត់បានចេញទៅស្វែងរក Eugene ហើយនិង Rapunzel គាត់បានទៅជួបជាមួយនឹងមិត្តភក្តិរបស់ Eugene 2នាក់ទៀតដែល Eugene ក្បត់តាំងពីដើមរឿងនោះព
ពួកគេបានរៀបចំផែនការដើម្បីចាប់យូជីនហើយនៅរ៉ាផេនសលត្រឡប់មកវិញយើងត្រឡប់មកមើលយូជីនហើយនឹងរ៉ាផេនសលវិញរ៉ាផេនសលបានយកសក់របស់នាងព្យាបាលដៃរបស់យូជីនជាសះស្បើមួយផ្លែតណាហើយបន្ទាប់មកយូជីនបានចេញទៅរកអូវថែមក្រោយពីយូជីនចេញទៅយាយមេធ្មប់បានឆ្លៀតឱកាសចូលមកជួបរ៉ាផេនសលហើយនិយាយថាយូជីននោះមិនមែនជាមនុស្សល្អទេវាធ្វើអ្វីៗគ្រប់យ៉ាងហ្នឹងគឺដើម្បីតែមកកត់នូនប៉ុណ្ណោះបើមិនជឿទេយកមកកត់នូនទៅឲ្យយូជីនទៅវានឹងរត់គេចបាត់ខ្លួនជាមិនខានពេលផឹកឡើងសេះបើស្ដេចឈ្មោះ Maximus នឹងបានប្រទះឃើញយូជីនវាអត់សូវចូលចិត្តយូជីនប្រហែលទេក៏ប៉ុន្តែរ៉ាផេនសលបានលួងវាហើយបង្កវាថាសុំទុកយូជីនឲ្យនៅជាមួយនាងរហូតដល់មើលគោមចប់សិនចាំចាប់យូជីនយកទៅហើយសេះនោះដូចជាចេះស្ដាប់ភាសាមនុស្សក៏យកព្រមតាមសំណាបន្ទាប់មកពួកគេបានដើរផ្សារលេងនៅថ្ងៃនោះគឺប្រជាជនបានរៀបចំតុបតែងដើម្បីត្រៀមធ្វើពិធីបោះគោមនៅយប់នឹងហើយរ៉ាផេនសលចាប់អារម្មណ៍ជាមួយនឹងការតុបតែងយ៉ាងខ្លាំងជាពិសេសគឺរូបភាពមួយសន្លឹកដែលតាក់ទងជាមួយនឹងគ្រួសាររបស់ស្ដេចនៅក្នុងរូបភាពនោះមានពនាងតូចមួយដែលមានសក់ពណ៌មាសដូចនាងដែរពេលល្ងាចយប់ឡើងយូជីនបាននាំរ៉ាផេនសលជិះទូកដើម្បីមើលគោមរ៉ាផេនសលបានដកមកុដចេញមកដើម្បីយកមកឲ្យយូជីនសាកចិត្តយូជីនតែយូជីនដូចជាមិនអើពើជាមួយនឹងមកុដនឹងទេគាត់ក៏វាមកុដចេញហើយយកដៃទៅចាប់ដៃរបស់រ៉ាផេនសលពួកគេរៀបនឹងថាគ្នាទៅហើយតែយូជីនក៏លែងឃើញពីអ្នកដែលធ្លាប់ធ្វើការជាមួយតាំងពីដើមរឿងនោះហើយក៏សុំរ៉ាផេនសលដើម្បីចេញទៅជួបពួកគេមកផ្លែតយូជីនចង់ជួបអាពីរអ្នកហ្នឹងដើម្បីបកគលមកុដអាពីរអ្នកហ្នឹងហើយដើម្បីបញ្ចប់រឿងតែយូជីនអត់ដឹងថាពេលដែលទៅជួបគេហ្នឹងគឺជួនតាក់គេហើយគេបានវាយយូជីនឲ្យស្លាប់ហើយបដាទៅតាមទូកតមកអាពីរអ្នកហ្នឹងបានមកប្រាប់រ៉ាផេនសលថាយូជីនរត់បាត់ហើយបើមិនជឿមើលទៅនោះនៅលើទូកនោះក្រោយមកអាពីរអ្នកហ្នឹងចង់ចាប់រ៉ាផេនសលតែយាយមេធ្មប់បានប្រើល្បិចពៀលស៊ីពៀលចេញមកជួយការពាររ៉ាផេនសលហើយនាំរ៉ាផេនសលត្រឡប់ទៅផ្ទះវិញពេលត្រឡប់មកដល់ផ្ទះវិញរ៉ាផាន់សសេតយ៉ាងខ្លាំងតែពេលនោះដែរនាងក៏បានចងចាំពីអតីតកាលរបស់នាងដឹងថាប៉នាងតូចដែលបានបាត់ខ្លួនពី18ឆ្នាំមុននោះតែពិតគឺជារូបរបស់នាងផ្ទាល់នាងបានចេញទៅប្រឈមមុខជាមួយនឹងយាយមេធ្មប់ហើយបានជួបប្រកែកគ្នាយ៉ាងខ្លាំងពេញទំហឹងចំណែកយូជីនវិញពេលដែលដឹងខ្លួនមកវិញគឺនៅលើទូកជាមួយនឹងផុសតាងដែលគេបានលួចគឺមកគាត់នឹងឯងហើយត្រូវបានពលសេនារបស់ស្ដេចចាប់យកទៅគុំខាំងក្រោយមកទៀតគឺឃើញសេះហើយនឹងមិត្តភ័ក្តិរបស់រ៉ាផេនសលបានទៅគុកដើម្បីជួយរំដោះយូជីនចេញមកវិញក្រោយពីបានចេញពីគុកភ្លាមយូជីនមិនចាំយូរបានត្រឡប់ទៅរករ៉ាផេនសលគាត់បានតោងឡើងទៅលើដើម្បីជួបរ៉ាផេនសលតែនៅពេលដែលទៅដល់ភ្លាមគឺយាយមេធ្មប់ដែលពួននៅក្រោយមកវិញនោះបានយកកំបិតមកចាក់យូជីនមួយកំបិតឃើញហេតុការណ៍អញ្ចឹងរ៉ាផេនសលបានសុំបបយាយមេធ្មប់ដើម្បីជួយយូជីនហើយសន្យាថានាងនឹងទៅណាមកណាគ្រប់ទិសទីជាមួយនឹងយាយមេធ្មប់មិនរត់ចោលគាត់ទៀតទេហើយយាយមេធ្មប់ក៏យល់ព្រមតាមសំណើនៅពេលដែលរ៉ាផេនសលចូលទៅចិត្តយូជីនដើម្បីជួយព្យាបាលមករបួសយូជីនបានទាញបំណែកកញ្ចក់មួយកាត់សក់របស់រ៉ាផេនសលចោលពេលនោះសក់របស់រ៉ាផេនសលបានប្រែទៅជាពណ៌ខ្មៅលែងមានមហិទ្ធិឫទ្ធិទៀតហើយចំណែកយាយមេធ្មប់ក៏ប្រែក្លាយទៅជាចាស់វិញដែរហើយយាយមេធ្មប់ភ័យខ្លាំងណាស់ក៏របូតជើងធ្លាក់ចុះទៅក្រោមមិនទាន់ដល់ដីស្រួលបួលផងក៏រលាយខ្លួនបាត់ខ្សលមុននឹងស្លាប់យូជីនបានសារភាពស្នេហ៍ប្រាប់ទៅរ៉ាផេនសលហើយរ៉ាផេនសលបានអោបយូជីនហើយយំហើយទឹកភ្នែករបស់នាងបានស្រក់តក់ទៅលើយូជីនដែលធ្វើឲ្យយូជីននឹងអាចរស់រានមានជីវិតឡើងវិញបានមើលទៅពិតជាអស្ចារ្យហើយរំភើបមែនទែនក្រោយមកពួកគេបាននាំគ្នាទៅនគរដើម្បីជួបជាមួយនឹងប៉ាម៉ាក់បង្ការរបស់រ៉ាផេនសលដែលជាស្ដេចនៅនគរនោះហើយបានរៀបការជាមួយគ្នារស់នៅជាមួយគ្នាបានសុខសប្បាយជារៀងរហូតតទៅហើយចំពោះរឿងនេះដែរសូមបញ្ចប់ដោយសង្ខេបត្រឹមប៉ុណ្ណេះហើយកុំភ្លេចអ្នកដែលមិនទាន់បាន follow ឬ subscribe នោះសូមជួយប្រើកម្លាំងចិត្តឲ្យខ្ញុំផងបាទជម្រាបលាជួបគ្នាថ្ងៃក្រោយ